សញ្ញាទាំង6ដែលយើងអាចដឹងថារាងកាយរបស់យើងកំពុងខ្វះជាតិទឹកនៅពេលដែលយើងមានអារម្មណ៍ថាស្រេកទឹកនេះគឺជាសញ្ញាមួយដែលរាងកាយរបស់យើងកំពុងតែត្រូវការទឹកសញ្ញាទី1បើសិនជាមាត់របស់យើងស្អិតឬស្ងួតនេះគឺជាសញ្ញាដែលបញ្ជាក់ថារាងកាយរបស់យើងកំពុងតែខ្វះជាតិទឹកហើយសូម្បីតែនៅពេលដែលយើងដកដង្ហើមរាងកាយរបស់យើងក៏បាត់បង់ជាតិទឹកទៅបន្តិចបន្តួចផងដែរសញ្ញាទី2នៅពេលដែលរាងកាយរបស់យើងមិនមានជាតិទឹកគ្រប់គ្រាន់វានឹងមិនបង្កើតទឹកមាត់ដែលបានគ្រប់គ្រាន់សម្រាប់សំណើមក្នុងមាត់របស់យើងទេសញ្ញាទី3មានកត្តាមួយចំនួនជាច្រើនទៀតដែលធ្វើឲ្យរាងកាយរបស់យើងបាត់បង់ជាតិទឹកដូចជាការហាត់ប្រាណបញ្ចេញជាតិញើសច្រើនឬធ្វើការដោយប្រើកម្លាំងឬស្ថិតនៅក្រោមកម្ដៅថ្ងៃជាដើមមួយវិញទៀតមកពីការទទួលទានស្រាច្រើននិងកាហ្វេអ៊ីនការឈឺផ្ដាសាយក្អួតឬរាគរូសជាដើមសញ្ញាទី4ទឹកនំរបស់យើងមានពណ៌លឿងខ្លាំងដោយសារតែវាត្រូវការជាតិទឹកដើម្បីបញ្ចេញនូវសារធាតុពុលផ្សេងៗពីរាងកាយដែលជាហេតុផលប៉ះពាល់ដល់តម្រងនោមបើយើងមិនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់សញ្ញាទី5រាល់ពេលដែលយើងឧស្សាហ៍ជិះក្បាលឬវិលមុខនេះគឺជាសញ្ញាមួយដែលបញ្ជាក់នៅរាងកាយរបស់យើងកំពុងតែខ្វះជាតិទឹកមួយវិញទៀតខួរក្បាលរបស់យើងបានទទួលអុកស៊ីហ្សែនពីឈាមនៃសារពាង្គកាយរបស់យើងហើយឈាមគឺវាចេញមកពីទឹក 90% ហើយដូចនេះឈាមខ្វះជាតិទឹកវានឹងខាប់ទៅដែលធ្វើឲ្យរាំងស្ទះនៃការបញ្ចូលអុកស៊ីហ្សែនទៅខួរក្បាលផងដែរសញ្ញាទី6នៅពេលដែលលោកអ្នកឧស្សាហ៍រមួលនៅសាច់ដុំឬស្បែកគ្មានសំណើមវាក៏ជាសញ្ញាមួយដែលធ្វើឲ្យរាងកាយរបស់យើងកំពុងតែខ្វះជាតិរ៉ែដែលជាសារធាតុចាំបាច់បំផុតសម្រាប់សារពាង្គកាយរបស់យើងត្រូវការម៉ាស៊ីនចម្រោះទឹកដែលមានសារធាតុរ៉ែនិងមានគុណភាពខ្ញុំសូមណែនាំម៉ាស៊ីនចម្រោះទឹក Essential ដែលជាផលិតផលរបស់កូរ៉េជាម៉ាស៊ីនចម្រោះទឹកតបជាប់ពីទឹករ៉ាត់ជួយសន្សំសំចៃក្នុងគ្រួសាររបស់អ្នករហូតដល់ 90%